សួស្តីបងប្អូនមិត្តអ្នកស្ដាប់ចូលសាកស្រមៃមើលម្ចាស់អាជីវកម្ម2នាក់អ្នកទាំងពីរបានចាប់ផ្ដើមក្រុមហ៊ុនរបស់ពួកគេក្នុងពេលប្រហាក់ប្រហែលគ្នាទាំងពីរនាក់សុទ្ធតែធ្វើការថែមម៉ោងយ៉ាងហត់នឿយដូចគ្នាហើយអ្នកទាំងពីរក៏សុទ្ធតែជាមនុស្សដែលមានទេពកោសល្យពិតប្រាកដនៅក្នុងអ្វីដែលពួកគេកំពុងធ្វើ5ឆ្នាំក្រោយមកម្នាក់ក្នុងចំណោមពួកគេនៅតែលិចលង់ក្នុងគំនរការងារត្រូវរត់ទៅដោះស្រាយបញ្ហានៅចំពោះមុខជារៀងរាល់ថ្ងៃអាជីវកម្មទាំងមូលត្រូវពឹងផ្អែកលើរូបគាត់ផ្ទាល់ទាំងស្រុងហើយការរីកចម្រើនក៏ត្រូវគាំងទ្រឹងចំណែកឯម្នាក់ទៀតមានអាជីវកម្មដែលដំណើរការទៅមុខដោយខ្លួនឯងស្ទើរតែទាំងស្រុងមានការកំណត់តួនាទីច្បាស់លាស់មានក្រុមការងារដែលចេះដោះស្រាយបញ្ហាដោយខ្លួនឯងមានការរីកចម្រើនជាលំដាប់ហើយម្ចាស់អាជីវកម្មអាចទៅដើរកម្សាន្តលំហែកាយបានយ៉ាងស្រណុកចិត្តដោយមិនចាំបាច់មានទូរស័ព្ទរលំខានរឿងការងារឡើយយើងខំប្រឹងដូចគ្នាប៉ុន្តែលទ្ធផលខុសគ្នាដាច់ស្រឡះហើយភាពខុសគ្នានោះជារឿយៗមិនមែននៅលើទេពកោសល្យសំណាងឬការខំប្រឹងធ្វើការខ្លាំងជាងមុននោះទេវាអាស្រ័យថាតើអាជីវកម្មនោះមានអ្វីដែលសៀវភៅនេះហៅថា traction ឬការបោះជំហានទៅមុខយ៉ាងរឹងមាំពិតប្រាកដដែរឬអត់ថ្ងៃនេះយើងនឹងមកសង្ខេបលម្អិតសៀវភៅ Traction ដែលនិពន្ធដោយលោក Gino Wickman ដែលជាសៀវភៅនៅពីក្រោយប្រព័ន្ធប្រតិបត្តិការ EOS ឬក៏ Entrepreneurial Operating System ដែលក្រុមហ៊ុនខ្នាតតូចនិងមធ្យមរាប់ពាន់កំពុងតែប្រើប្រាស់នៅចុងបញ្ចប់នៃវីដេអូនេះអ្នកនឹងដឹងពីសមាសភាពទាំង6ដែលអាជីវកម្មដ៏រឹងមាំគ្រប់រូបត្រូវតែមានព្រមទាំងយល់នៅឧបករណ៍ដ៏សាមញ្ញបំផុតមួយដែលជួយបញ្ចប់ការប្រជុំដែលដើរវិលវល់រកចំណុចបញ្ចប់មិនឃើញនិងឯកសារតែមួយសន្លឹកដែលតាមសម្ដីរបស់ Wickman គឺជាការជួយកាត់បន្ថយភាពស្រពេចស្រពិលនៅក្នុងក្រុមហ៊ុនបានយ៉ាងល្អជាងអ្វីៗទាំងអស់តោះយើងចាប់ផ្ដើមទាំងអស់គ្នានេះគឺជាអន្ទាក់ដែលអាជីវកម្មកំពុងរីកចម្រើនភាគច្រើនតែងតែធ្លាក់ផងដោយមិនដឹងខ្លួនការពីដំណាក់កាលដំបូងគ្រប់យ៉ាងដំណើរការទៅមុខបានដោយសារការសម្រុកធ្វើការងាប់រស់របស់ស្ថាបនិកតែម្ដងស្ថាបនិកជាអ្នកធ្វើការរាល់ការសម្រេចចិត្តដឹងរាល់ព័ត៌មានលម្អិតហើយក្រុមការងារតូចមួយគ្រាន់តែធ្វើតាមការណែនាំវាហាក់ដូចជាច្របូកច្របល់បន្តិចប៉ុន្តែវាដំណើរការទៅមុខបានព្រោះគ្រប់យ៉ាងវាស្ថិតនៅលើខួរក្បាលមនុស្សតែម្នាក់ប៉ុន្តែនៅពេលដែលអាជីវកម្មរីកធំជាងមុនមានមនុស្សកាន់តែច្រើនមានអតិថិជនកាន់តែច្រើននិងមានកិច្ចការដែលត្រូវធ្វើកាន់តែស្មុគស្មាញស្ទីលធ្វើការបែបលូកដៃគ្រប់រឿងដែលធ្លាប់តែជួយសាងសង់ក្រុមហ៊ុននោះវានឹងចាប់ផ្ដើមមកបំផ្លាញក្រុមហ៊ុនវិញម្ដងស្ថាបនិកម្នាក់ឯងបានក្លាយទៅជា bottleneck ដែលធ្វើឲ្យការសម្រេចចិត្តនានាយឺតយ៉ាវដោយសារតែការសម្រេចចិត្តធ្វើឡើងដោយម្នាក់ឯងមនុស្សផ្សេងគ្នាដើរទៅទិសដៅខុសៗគ្នាព្រោះគ្មាននរណាម្នាក់ព្រមព្រៀងគ្នាលើអាទិភាពពិតប្រាកដឡើយការប្រជុំប្រែក្លាយជាវគ្គត្អូញត្អែរនិងបន្ទោសគ្នាទៅវិញទៅមកជំនួសឲ្យការដោះស្រាយបញ្ហាហើយម្ចាស់អាជីវកម្មជំនួសឲ្យការចំណាយពេលមកអភិវឌ្ឍប្រព័ន្ធរបស់ក្រុមហ៊ុនបែរជាត្រូវលិចលង់នៅក្នុងការងារប្រចាំថ្ងៃមិនចេះចប់មិនចេះហើយមានការហត់នឿយខ្លាំងនិងរវល់ជាងពេលណាទាំងអស់ទាំងដែលខ្លួនឯងជាមេកោយគេទស្សនៈរបស់ Wickman គឺថានេះមិនមែនជាបញ្ហាមនុស្សឬបញ្ហាខ្ជិលច្រអូសនោះទេវាគឺជាបញ្ហាប្រព័ន្ធអាជីវកម្មដែលកំពុងជួបការលំបាកភាគច្រើនគឺដោយសារតែខ្វះខាតហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការមូលដ្ឋានមិនមែនជាប្រព័ន្ធសាជីវកម្មធំៗដ៏ស្មុគស្មាញនោះទេគឺគ្រាន់តែជាទម្រង់រៀបចំដ៏សាមញ្ញមួយដែលអាចជួយឲ្យមនុស្សគ្រប់គ្នាក្នុងក្រុមហ៊ុនទាញខ្សែព្រ័ត្រទៅទិសដៅតែមួយគាត់បានហៅហេដ្ឋារចនាសម្ព័ន្ធនេះថាជាប្រព័ន្ធប្រតិបត្តិការអាជីវកម្មឬ EOS Entrepreneurial Operating System ហើយសៀវភៅនេះនឹងនាំយើងទៅមើលសមាសភាពគន្លឹះសំខាន់3ដែលធ្វើឲ្យវាដំណើរការទៅបានយ៉ាងល្អតោះយើងមកមើលគំនិតសំខាន់ទាំង3គំនិតទី1ឲ្យមនុស្សគ្រប់គ្នាចែវទុកទៅទិសដៅតែមួយឬក៏ចក្ខុវិស័យតែមួយ Visionផ្នែកសំខាន់ដំបូងគេបង្អស់នៃប្រព័ន្ធនេះគឺអ្វីដែល Wickman ហៅថាចក្ខុវិស័យហើយចំណុចស្នូលរបស់គាត់ត្រង់នេះគឺចំតែម្ដងក្រុមហ៊ុនភាគច្រើនគិតថាក្រុមការងាររបស់ពួកគេដឹងច្បាស់ហើយថាក្រុមហ៊ុនកំពុងតែដើរទៅណាប៉ុន្តែការពិតគឺពួកគេមិនដឹងឡើយបើអ្នកសាកល្បងសួរបុគ្គលិក5នាក់ថាតើអ្វីជាអាទិភាពកម្ពស់របស់ក្រុមហ៊ុននៅក្នុងត្រីមាសនេះអ្នកនឹងទទួលបានចម្លើយខុសៗគ្នាទាំង5នាក់មិនខានWickman បានប្រាប់រឿងរ៉ាវមួយអំពីការធ្វើការជាមួយក្រុមថ្នាក់ដឹកនាំមួយក្រុមដែលអះអាងយ៉ាងមុតមមថាពួកគេមានគោលដៅស្របគ្នាណាស់
ដូច្នេះគាត់ក៏បានឲ្យមនុស្សម្នាក់ៗសរសេរដាច់ដោយឡែកពីគ្នាទៅលើក្រដាសនៅអ្វីដែលពួកគេគិតថាជាចំណុចផ្ដោតសំខាន់និងអាទិភាពកំពូលរបស់ក្រុមហ៊ុននៅពេលដែលពួកគេយកក្រដាសនោះមកផ្ទៀងផ្ទាត់គ្នានៅក្នុងបន្ទប់ចម្លើយគឺស្ទើរតែមិនត្រូវគ្នាសោះតែម្ដងអ្នកខ្លះគិតថាចំណុចផ្ដោតសំខាន់គឺការរីកចម្រើនអ្នកខ្លះទៀតគិតថាជាប្រាក់ចំណេញចំណែកអ្នកខ្លះទៀតគិតថាជាខ្សែសង្វាក់ផលិតផលថ្មីស្រឡាងមួយផ្សេងទៀតពួកគេបានសន្មតគិតថាមានគោលដៅដូចគ្នាទាំងដែលការពិតវាមិនមានតតែសោះវិធីដោះស្រាយរបស់គាត់គឺឧបករណ៍មួយដែលហៅថា Vision Traction Organizer ឬ VTO វាគឺជាឯកសារត្រឹមតែមួយសន្លឹកគត់ដែលចាំបាច់ឲ្យថ្នាក់ដឹកនាំត្រូវកំណត់ចំណុចសំខាន់ឲ្យបានច្បាស់លាស់តម្លៃស្នូលរបស់អ្នក Core Values ចំណុចផ្ដោតស្នូល Core Focus គោលដៅរយៈពេលវែងយុទ្ធសាស្ត្រទីផ្សារនិងគោលដៅរយៈពេល3ឆ្នាំនិង1ឆ្នាំគ្រប់យ៉ាងគឺនៅលើក្រដាសតែមួយសន្លឹកមិនមែនជាសៀវភៅផែនការយុទ្ធសាស្ត្រកម្រាស់40ទំព័រដែលគ្មាននរណាម្នាក់បើកអានបន្ទាប់ពីថ្ងៃប្រជុំដំបូងនោះឡើយគឺជាក្រដាសមួយសន្លឹកដែលមនុស្សគ្រប់គ្នាអាចយកមកមើលនិងចងចាំបានយ៉ាងងាយមូលហេតុដែលរឿងនេះសំខាន់ខ្លាំងគឺដោយសារតែចក្ខុវិស័យដែលស្រពេចស្រពិលនិងបង្កើតឲ្យមានការមិនចុះសម្រុងគ្នាដោយស្ងប់ស្ងាត់មនុស្សមិនបានឆ្លោះប្រកែកគ្នាជាចំហអំពីទិសដៅនោះទេប៉ុន្តែពួកគេគ្រាន់តែលួចដើរទៅទិសដៅខុសគ្នាបន្តិចបន្តួចជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួនពីព្រោះគ្មាននរណាម្នាក់ធ្លាប់យកព័ត៌មានលម្អិតទាំងនោះមកសរសេរលើក្រដាសឲ្យច្បាស់លាស់ឡើយនៅពេលដែលវាត្រូវបានសរសេរចុះជាភាសាសាមញ្ញការមិនចុះសម្រុងគ្នានឹងលេចចេញមកលើផ្ទៃដែលធ្វើឲ្យយើងអាចដោះស្រាយវាបានជំនួសឲ្យការលាក់ខ្លួនបំបែកបំបាក់និងបំផ្លាញកម្លាំងរុញច្រានរបស់ក្រុមហ៊ុនបន្តិចម្ដងចក្ខុវិស័យជួយឲ្យមនុស្សគ្រប់គ្នាងាកទៅទិសដៅតែមួយប៉ុន្តែការមានចក្ខុវិស័យដ៏អស្ចារ្យវានឹងគ្មានន័យអ្វីទាំងអស់ប្រសិនបើមនុស្សដែលខុសកំពុងតែអង្គុយនៅលើកៅអីដែលខុសហើយព្យាយាមរុញកិច្ចការនោះទៅមុខនោះគឺជាផ្នែកបន្ទាប់ហើយវាក៏ជាចំណែកដែលម្ចាស់អាជីវកម្មភាគច្រើនតែងតែគេចវេះមិនចង់ដោះស្រាយយូរជាងគេបំផុតព្រោះវាពាក់ព័ន្ធនឹងរឿងបុគ្គលគំនិតទី2មនុស្សត្រឹមត្រូវនៅក្នុងតួនាទីត្រឹមត្រូវ Right people in the right seat នេះគឺជាសមាសភាពមនុស្សហើយវាប្រហែលជាផ្នែកដែលធ្វើឲ្យមានអារម្មណ៍ទើសទាល់ចិត្តបំផុតនៅក្នុងសៀវភៅទាំងមូលព្រោះ Wickman និយាយត្រង់មិនលាក់លៀមឡើយការអះអាងរបស់គាត់គឺថាភាពមិនប្រក្រតីភាគច្រើននៅក្នុងស្ថាប័នគឺមានប្រភពមកពីបញ្ហាមួយក្នុងចំណោមពីរមិនមែនអ្នកមានមនុស្សខុសនៅក្នុងក្រុមនោះទេគឺអ្នកមានមនុស្សត្រូវប៉ុន្តែដាក់ពួកគេនៅក្នុងតួនាទីឬក៏អីដែលខុសគាត់បានខណ្ឌចែករវាងរឿងពីរនេះយ៉ាងច្បាស់មនុស្សដែលត្រូវ right person គឺនិយាយអំពីថាតើមនុស្សម្នាក់នោះមានតម្លៃស្នូលស្របនឹងក្រុមហ៊ុនរបស់អ្នកនិងចុះសម្រុងនឹងវប្បធម៌ស្ថាប័នពិតប្រាកដដែរឬទេតួនាទីត្រឹមត្រូវ right seat គឺជាសំណួរដាច់ដោយឡែកមួយផ្សេងទៀតគឺថាតើមនុស្សម្នាក់នោះមានជំនាញសមត្ថភាពនិងមានបំណងប្រាថ្នាចង់ធ្វើតួនាទីជាក់លាក់ដែលពួកគេកំពុងតែកាន់កាប់នោះដែរឬទេអ្នកអាចនឹងមានមនុស្សដ៏អស្ចារ្យម្នាក់ជាមនុស្សដែលគ្រប់គ្នាស្រឡាញ់ចូលចិត្តប៉ុន្តែគាត់បែរជាស្ថិតនៅក្នុងតួនាទីដែលខុសស្រឡះប្រហែលជាពួកគេត្រូវបានដំឡើងតំណែងដោយសារតែភាពស្មោះត្រង់និងការខំប្រឹងធ្វើការមិនមែនដោយសារតែតួនាទីថ្មីនោះវាត្រូវនឹងចំណុចខ្លាំងពិតប្រាកដរបស់ពួកគេនោះឡើយហើយការដាក់មនុស្សខុសកន្លែងនេះនឹងលួចបំផ្លាញលទ្ធផលការងាររបស់ពួកគេបំផ្លាញទឹកចិត្តនិងប៉ះពាល់ដល់មនុស្សគ្រប់គ្នាដែលធ្វើការនៅជុំវិញពួកគេ Wickman ផ្ដល់ឧបករណ៍មួយនៅទីនេះហៅថា People Analyzer ឧបករណ៍វិភាគមនុស្សគឺវាជាតារាងពិន្ទុដ៏សាមញ្ញមួយដែលថ្នាក់ដឹកនាំយកមកវិតម្លៃមនុស្សម្នាក់ធៀបនឹងតម្លៃស្នូលរបស់ក្រុមហ៊ុនមិនមែនវិតម្លៃលើលទ្ធផលការងារទេគឺវាតម្លៃលើតម្លៃស្នូលតើពួកគេពិតជាស្ដែងចេញនៅអ្វីដែលក្រុមហ៊ុនតំណាងឲ្យជាប្រចាំដែរឬទេមិនមែនធ្វើតែនៅពេលដែលខ្លួនឯងចំណេញនោះឡើយគាត់បានជជែកថាជំនាញគឺអាចបង្រៀនគ្នាបានប៉ុន្តែការកែប្រែឲ្យត្រូវនឹងតម្លៃស្នូលគឺស្ទើរតែមិនអាចទៅរួចឡើយដូច្នេះចំណុចនេះคล้ายជាតម្រងចម្រោះពិតប្រាកដថាតើនរណាខ្លះដែលគួរស្ថិតនៅក្នុងក្រុមការងាររយៈពេលវែងមានរឿងរ៉ាវមួយនៅក្នុងសៀវភៅអំពីម្ចាស់អាជីវកម្មម្នាក់ដែលបានរក្សាបុគ្គលិកផ្នែកលក់ដ៏មានទេពកោសល្យម្នាក់នៅក្នុងក្រុមអស់រយៈពេលជាច្រើនឆ្នាំទោះបីជាមានការជំទាស់ផ្នែកតម្លៃស្នូលជាប្រចាំក៏ដោយដូចជាការមិនគោរពមិត្តរួមការងារធ្វើការកាត់កោះខ្វះចន្លោះពីព្រោះតែតួលេខលក់របស់គាត់ធ្វើបានល្អប៉ុន្តែនៅចុងបញ្ចប់វាបានបង្ហាញច្បាស់ថាផលប៉ះពាល់ដល់ទឹកចិត្តក្រុមការងារនិងការបាត់បង់ទំនុកចិត្តក្នុងក្រុមហ៊ុនវាមានតម្លៃខាតបង់ធំធេងជាងប្រាក់ចំណូលដែលបុគ្គលិកផ្នែកលក់ម្នាក់នោះរកបានទៅទៀត
ការសម្រេចចិត្តដោះលែងបុគ្គលិកម្នាក់នោះឲ្យចាក់ចេញទោះបីជាវាហាក់ដូចជាមានហានិភ័យហិរញ្ញវត្ថុក្នុងរយៈពេលខ្លីក៏ដោយប៉ុន្តែវាបានក្លាយជាការសម្រេចចិត្តដ៏ល្អបំផុតមួយដែលក្រុមហ៊ុនបានធ្វើក្រុមហ៊ុនមិនអាចរត់គេចផុតពីបញ្ហាមនុស្សបានឡើយអ្នកអាចមានចក្ខុវិស័យដ៏ល្អបំផុតនៅលើពិភពលោកប៉ុន្តែប្រសិនបើមនុស្សដែលខុសកំពុងអង្គុយនៅលើកៅអីគន្លឹះឬមនុស្សដែលត្រូវបែរជាជាប់គាំងនៅក្នុងទូនាទីដែលមិនត្រូវនឹងសមត្ថភាពរបស់ពួកគេប្រព័ន្ធទាំងមូលនឹងតាក់ជើងគ្នាដួលជាមិនខានទោះបីជាយុទ្ធសាស្ត្រមើលទៅល្អឥតខ្ចោះនៅលើក្រដាស់យ៉ាងណាក៏ដោយដូច្នេះឥឡូវនេះអ្នកមានទិសដៅច្បាស់លាស់មានមនុស្សត្រឹមត្រូវនៅក្នុងទូនាទីត្រឹមត្រូវហើយប៉ុន្តែសូម្បីតែមនុស្សដ៏អស្ចារ្យដែលមានចក្ខុវិស័យល្អក៏នៅតែអាចវង្វេងផ្លូវបានដែរប្រសិនបើខ្វះរឿងមួយនេះគឺចង្វាក់ការងារដែលជួយតាមដានការទទួលខុសត្រូវពីមួយសប្តាហ៍ទៅមួយសប្តាហ៍នោះគឺជាចំណែកធំចុងក្រោយហើយវាប្រហែលជាឧបករណ៍ដែលមានប្រយោជន៍ដែលអាចយកទៅប្រើប្រាស់បានភ្លាមបំផុតនៅក្នុងសៀវភៅទាំងមូលគំនិតទី3ការប្រជុំប្រចាំសប្តាហ៍ដែលមានប្រសិទ្ធភាពពិតប្រាកដការប្រជុំកម្រិតទី10ឬយើងហៅថា level 10 meeting សូមឆ្លើយសំណួរមួយនេះដែលស្មោះត្រង់តើអ្នកធ្លាប់ដើរចេញពីការប្រជុំមួយដែលអ្នកមានអារម្មណ៍ថាវាពិតជាមិនមានតម្លៃសមនឹងការចំណាយពេលវេលារបស់អ្នកឬទេទស្សនៈរបស់ Wigman គឺថាការប្រជុំមិនល្អគឺជាឃាតករដ៏ស្ងៀមស្ងាត់បំផុតដែលបំផ្លាញកម្លាំងរុញច្រាននៅក្នុងអាជីវកម្មដែលកំពុងរីកចម្រើនវាប្រើពេលហួសហេតុនិយាយរាយប៉ាយខុសប្រធានបទបញ្ហាចាស់ៗដដែលត្រូវបានយកមកពិភាក្សារាល់សប្តាហ៍ដោយគ្មានដំណោះស្រាយពិតប្រាកដហើយគ្មាននរណាម្នាក់ដើរចេញពីប្រជុំដោយមានជំហានបន្ទាប់ដែលត្រូវអនុវត្តច្បាស់លាស់ឡើយដំណោះស្រាយរបស់គាត់គឺអ្វីដែលគាត់ហៅថាការប្រជុំកម្រិត10 level 10 meetingវាជាការប្រជុំប្រចាំសប្តាហ៍ដែលមានទម្រង់រៀបចំយ៉ាងតឹងរ៉ឹងរយៈពេល90នាទីដោយប្រើប្រាស់របៀបវារៈ agenda ដូចគ្នាបេះបិទរាល់ដងវាចាប់ផ្ដើមដោយការសួរសុខទុក្ខរហ័សទាំងរឿងផ្ទាល់ខ្លួននិងរឿងការងារដើម្បីឲ្យមនុស្សគ្រប់គ្នាមានវត្តមានពេញលេញបន្ទាប់មកពិនិត្យមើលតារាងពិន្ទុគឺតួលេខសំខាន់មួយចំនួនតូចដែលមនុស្សគ្រប់គ្នាមើលត្រឹមតែមួយផ្លែតគឺដឹងភ្លាមថាតើអាជីវកម្មក្នុងសប្តាហ៍នេះដើរត្រូវផ្លូវដើរឬទេដោយមិនបានលិចលង់ក្នុងផ្ទាំងទិន្នន័យដ៏ស្មុគស្មាញបន្ទាប់មកទៀតគឺជាការពិនិត្យមើលផ្ទាំងថ្មអតិភិបដែលជាការតាមដានលើអតិភិបកម្ពុជាប្រចាំត្រីមាសរបស់ក្រុមការងារតើយើងដើរទាន់ផែនការដែរឬទេទាន់ឬក៏មិនទាន់នេះគឺជាផ្នែកដែលធ្វើឲ្យការប្រជុំមានភាពខុសប្លែកដាច់ពីការប្រជុំផ្សេងទាំងអស់ដែលអ្នកធ្លាប់បានចូលរួមពេលវេលាភាគច្រើនគឺការប្រជុំត្រូវចំណាយទៅលើអ្វីដែល Wigman ហៅថា IDS Identify ស្វែងរកបញ្ហា Discuss ពិភាក្សា Solve ដោះស្រាយជំនួសឲ្យការបណ្ដោយឲ្យបញ្ហាត្រូវបានពិភាក្សាបែបស្រពេចស្រពិលរហូតរំលងច្រើនឆ្នាំក្រុមការងារត្រូវរើសយកបញ្ហាដែលសំខាន់បំផុតមកដោះស្រាយឲ្យដាច់ស្រឡះនៅក្នុងបន្ទប់ប្រជុំភ្លាមរួចប្រគល់តួនាទីឲ្យអ្នកទទួលខុសត្រូវច្បាស់លាស់និងកំណត់ថ្ងៃ deadline មុននឹងបន្តទៅរឿងបន្ទាប់គ្មានបញ្ហាណាមួយត្រូវបានយកមកជជែកម្ដងទៀតនៅសប្តាហ៍ក្រោយឡើយលុះត្រាតែមានរឿងប្រែប្រួលពិតប្រាកដវាត្រូវតែដោះស្រាយឲ្យចប់ឬត្រូវបានប្រគល់ជាសកម្មភាពពិតប្រាកដទៅឲ្យមនុស្សពិតប្រាកដម្នាក់ធ្វើអ្វីដែលខ្ញុំរកឃើញថាមានប្រយោជន៍ពិតប្រាកដអំពីរចនាសម្ព័ន្ធនេះទោះបីជាមិនបានយកប្រព័ន្ធ EOS ទាំងមូលមកប្រើក៏ដោយគឺវិន័យរបស់វាម៉ោងដដែលថ្ងៃដដែលរបៀបវារៈដដែលរៀងរាល់សប្តាហ៍ដូច្នេះក្រុមការងារឈប់ចំណាយពេលរៀបចំទម្រង់ប្រជុំថ្មីហើយចាប់ផ្ដើមបង្កើតជាចង្វាក់នៃការដោះស្រាយបញ្ហាពិតប្រាកដជំនួសឲ្យការគ្រាន់តែលើកបញ្ហាមកនិយាយចោលចំណុចធំជាងនេះរបស់ Wigman គឺវាផ្សារភ្ជាប់ទៅនឹងគ្រប់យ៉ាងមុននេះចក្ខុវិស័យប្រាប់អ្នកថាអ្នកកំពុងតែដើរទៅណាមនុស្សត្រឹមត្រូវធ្វើឲ្យអ្នកមានសមត្ថភាពអាចផ្លាស់ទីបានហើយចង្វាក់ប្រជុំប្រចាំសប្តាហ៍នេះហើយគឺជាអ្វីដែលជួយឲ្យអ្នកបន្តផ្លាស់ទីទៅមុខក្នុងល្បឿនមួយដ៏មានស្ថិរភាពមិនមែនលឿនឆ្វាចមួយឆាវរួចក៏គាំងទ្រឹងទៅវិញនោះឡើយដូច្នេះចូលយើងមកសរុបសេចក្តីជារួមសៀវភៅ Traction មិនមែនជាសៀវភៅដែលប្រាប់ឲ្យអ្នកខំប្រឹងធ្វើការខ្លាំងជាងមុននោះទេវាជាសៀវភៅនិយាយអំពីការបង្កើតរចនាសម្ព័ន្ធដើម្បីកុំឲ្យអាជីវកម្មទាំងមូលត្រូវពឹងផ្អែកទាំងស្រុងលើមនុស្សម្នាក់ដែលកំពុងហត់នឿយខ្លាំងហើយត្រូវត្រូវកិច្ចការគ្រប់យ៉ាងនៅក្នុងខួរក្បាលរបស់ខ្លួនគំនិតស្នូលគឺបែបនេះភាពលំបាកភាគច្រើននៅក្នុងអាជីវកម្មមិនមែនជាបញ្ហាខ្វះទេពកោសល្យនោះទេវាគឺជាប្រព័ន្ធការមានចក្ខុវិស័យរួមគ្នាយ៉ាងច្បាស់លាស់ការមានមនុស្សត្រឹមត្រូវនៅក្នុងទូនាទីត្រឹមត្រូវនិងការមានចង្វាក់ប្រចាំសប្តាហ៍ដែលមានស្ថិរភាពដើម្បីដោះស្រាយបញ្ហាមុនពេលដែលវាកោដូចភ្នំ
រក្សាការដោះស្រាយរឿងទាំង3នេះឲ្យដំណើរការជាមួយគ្នានោះអាជីវកម្មនឹងចាប់ផ្ដើមបោះជំហានទៅមុខយ៉ាងរឹងមាំ traction ជំនួសឲ្យការវិលកង់នៅមួយកន្លែងប្រសិនបើអ្នកចង់បានរឿងមួយដើម្បីយកទៅអនុវត្តជាក់ស្ដែងពីវីដេអូនេះគឺថាទោះបីជាក្រុមហ៊ុនរបស់អ្នកមានគ្នាត្រឹមតែ2នាក់ក៏ដោយចូលនាំគ្នាមកអង្គុយក្នុងបន្ទប់មួយហើយឲ្យមនុស្សម្នាក់សរសេរដាច់ដោយឡែកពីគ្នានៅអ្វីដែលពួកគេគិតថាជាអត្ថប្រយោជន៍កម្ពុជារបស់ក្រុមហ៊ុននេះពេលនេះបន្ទាប់មកយកចម្លើយមកផ្ទៀងផ្ទាត់គ្នាបទពិសោធន៍របស់ Wigman និយាយថាអ្នកប្រហែលជាត្រូវភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នករកឃើញហើយគម្លាតនៃចម្លើយទាំងនេះឯងគឺជាកន្លែងដែលអ្នកត្រូវចាប់ផ្ដើមដោះស្រាយមុនគេនោះហើយគឺជា traction មិនមែនជាការសម្រុកធ្វើការបន្ថែមឡើយវាគឺជាការដើរទៅទិសដៅតែមួយការមានមនុស្សត្រូវកន្លែងនឹងចង្វាក់ការងារដែលរឹងមាំយូរអង្វែងប្រសិនបើការវិភាគនិងសង្ខេបសៀវភៅនេះមានប្រយោជន៍សម្រាប់អ្នកសូមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានការសង្ខេបសៀវភៅល្អៗបន្ថែមទៀតដើម្បីជួយជំនួយដល់គ្រប់វិស័យនៃជីវិតរបស់អ្នកអរគុណបងប្អូនចំពោះការតាមដានស្ដាប់រហូតដល់ចប់យើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរសំណាងល្អWhiskey, the lights